ភាគទី6ភាពវេទនាដ៏ផ្អែមល្ហែម Eden ទប់ដៃដែលកំពុងបិទទ្វារបន្ទប់ធ្វើការរបស់ខ្លួនពេលឃើញថាមានមនុស្សនៅក្នុងបន្ទប់នេះអ្នកកំឡោះមិននិយាយអីគេបិទទ្វារបន្ទប់ហើយដើរសំដៅទៅតុធ្វើការខណៈដែលជនឈ្លានពានដើរតាមមកឈរទល់មុខដោយមានតុធំនៅកណ្ដាលមានអារម្មណ៍ថាថ្ងៃនេះបងមកធ្វើការយឺតបងប្រុស Eden ដកដង្ហើមធំតែគេខំធ្វើជាមើលមិនឃើញវាទៅហើយអាចជើងល្អនេះនៅតែមករំខានឲ្យតទៅបែបឯនៅចិនមិនអញ្ចឹងឲ្យ Eston វិញក៏មកលេចមុខនៅទីនេះតាមពិតគឺអាចដៅបានថា Eston ស្រួលដំណើរមកទីនេះជាទ្វេដៃរបស់ Ian ខ្ញុំក៏ត្រឡប់មកផ្ទះវិញ Eston តព្រមទាំងយកដៃបង្វិលបិចនៅលើតុតាមចរិតមនុស្សមិនចេះនៅសល់ Eden លើកចិញ្ចើមធ្វើជាមិនចាប់អារម្មណ៍ប្រយោគរបស់ប្អូនប្រុសហើយសួរដល់ទឹកមុខមកហើយមកធ្វើអីទីនេះ Eston Edison ដែលគេស្គាល់មិនមែនជាមនុស្សដែលចូលចិត្តធ្វើការនៅក្នុងការិយាល័យពេលដែលគ្មានការងារយ៉ាងហោចណាស់ក៏មិនមែនជាពេលដែលវាមកញាស់គ្រូគេទេអូ Eston យកមុខមកបងប្រុសដោយខ្សែភ្នែកនិងទឹកមុខធ្វើជាពុតឈឺចាប់និយាយបែបនេះបងប្រុសដ៏សែនល្អអ្នកដែលខំភ្ញាក់តាំងពីព្រឹកដើម្បីមករាយការណ៍ពាក់ព័ន្ធនឹងភាពរីកចម្រើនរបស់ការងារបងប្រុសឈឺចាប់មែនទែន Eden ក៏វាក្បាលអ្នកណាជាវាគឺឈួតហើយឈប់ប្រប៉ោយទៅកុំញាស់សុំអង្វរមកធ្វើការយឺតហើយនៅជេរប្អូនប្រុសដែលគួរឲ្យស្រឡាញ់ទៀត Eston Eden ហៅប្អូនប្រុសដោយសម្លេងការជាការហាម5ដែលបង្ហាញឲ្យឃើញថាគេអស់ការអត់ធ្មត់នឹងការបែកអូហូស្ទឹងរបស់ Eston ហើយបើមិននិយាយអញ្ចឹងឆាប់ចេញទៅយើងធ្វើការក៏បាន Eston ព្រមចាញ់ខ្ញុំបានដំណឹងតិចតួចពីអៀនទើបចង់មកឃើញមុខបងប្រុសបន្តិចតែប៉ុណ្ណឹងចិត្តអីចេះខុស Eden ធ្វើភ្នែកលឿនៗដោយការនឿយណាយនឹងចរិតស៊ីត្រាវរបស់ពីអ្នកបងប្អូនអៀនរៀបពំស្អីទៅប្រាប់ឯងគ្រាន់តែជាអីសើចេញពីលអាង Eston តបដោយទឹកមុខញញឹមកៅភ្នែកមកស្រួយពណ៌ដូចគ្នាច្រឹបតូចទើបខ្ញុំចង់មកឃើញមុខវិញហើយក៏ទៅវិញទៅមិនត្រឹមតែនិយាយទេនៅបត់ដៃបណ្ដេញទៀត Eston ចង់សើចក៏ចង់តែចង់ញាស់គូបងប្រុសច្បងជាងទើបទៅវ៉ាខ្ញុំមិនចង់ឃើញមុខបងធំតែចង់ឃើញមុខស្រីម្នាក់នោះមានស្រីណាទេឈប់ចាប់អារម្មណ៍ពីរឿងនេះទៅបើឯងគ្មានរឿងអីមានប្រយោជន៍យកមកនិយាយអញ្ចឹងចេញមុខយើងឲ្យផុតទៅ Eston រាជបុត្រពៅនៃ Edison ដឹងច្បាស់ថាគេត្រូវតែអស់សង្ឃឹមនឹងមិនបានឃើញមុខមនុស្សស្រីដែលបងប្រុសទី2ទូរស័ព្ទទៅនិយាយស្ដាប់ធ្វើឲ្យគេត្រូវស្រូតដំណើរត្រឡប់មក Manhattan ក៏រអ៊ូរទាំទាំងការសោកស្ដាយគេងក់ក្បាលព្រមចោះចាញ់ដាក់បងប្រុសឲ្យដើរចេញពីបន្ទប់ធ្វើការតាមតម្រូវការរបស់ម្ចាស់បន្ទប់ប៉ុន្តែមុនពេលបិទទ្វារក៏ងាកទៅមើលបងប្រុសជាលើកចុងក្រោយព្រមទាំងមិចភ្នែកដាក់ដោយចរិតបេះបួយឃើញមុខប្អូនហើយអញ្ជិះក្បាលឃើញមុខស្រីឡើងធូរស្រាលផាំងនិយាយចាប់គេក៏ទាញទ្វារបិទភ្លាមទុកឲ្យ Eden បានតែឈរជេរតាមក្រោយ Eston ឲ្យចង្រៃប៉ុន្តែប្រែខ្លួនយឺតពេលបានលើសំឡេងរោទូរស័ព្ទដំបូងនាងគិតថាគួរតែជាអ្នកចេញទៅធ្វើការប៉ុន្តែពេលឃើញថាអ្នកផ្ទះក៏រហ័សបដូរអរិយាប័ត្រទៅទូរស័ព្ទទទួលភ្លាមតាមធម្មតាម្ដាយរបស់នាងមិនដែលទេមករកនៅថ្ងៃត្រង់បែបនេះទេបើគ្មានរឿងបន្ទាន់អាឡូម៉ាក់សំឡេងធ្លាប់ស្គាល់បំភ្លឺឡើងដោយបង្ហាញពីការមិនពេញចិត្តភ្លាមពេលណាមកផ្ទះវិញសំណួរដាក់សម្ពាធនៅវិនាទីបន្តរបស់ Aaron វិសាយតូចរបស់នាងធ្វើឲ្យបើណាអស់សំណាច់ទាំងទឹកភ្នែកទើបតែកន្លងផុតទៅ3ថ្ងៃនឹងកូននាងលួងលោមកូនប្រុសអត់ធ្មត់បន្តិចទៅណាតាមពិតក្រៅពីលួងលោមកូនប្រុសនាងក៏លួងលោមខ្លួនឯងដែរ3ថ្ងៃដែលនាងស្នាក់នៅទីនេះសល់តែ4ថ្ងៃទៀតសេរីភាពនឹងខ្លាចជារបស់នាងជារៀងរហូតតែខ្ញុំនឹកម៉ាក់កូនប្រុសនិយាយដោយសំឡេងស្រពាក់ស្រពូនខណៈដែលនាងបានលើសំឡេងម្ដាយអស់សំណើចនាងលើកដៃជួយទឹកភ្នែកដែលហូរជាសម្ងាត់ហើយលួងលោមម្ដងទៀត4ថ្ងៃទៀតម៉ាក់ត្រឡប់ទៅវិញហើយអាល្អិតស្បស្ងាត់មួយសន្ទុះទើបតបអូខេប៉ុន្តែទោះនិយាយដូច្នេះអាល្អិតក៏មានការមិនពេញចិត្តដដែលព្រោះតាមពិតទៅនាងពីរអ្នកម្ដាយកូនមិនធ្លាប់នៅឆ្ងាយគ្នាយូរបែបនេះទេទោះជាប់រវល់ការងារយ៉ាងណាក៏នាងយកកូនទៅជាមួយដែរសំណាងល្អដែលនាងបានធ្វើការថ្មីនៅការិយាល័យមេធាវីរបស់ណាថានទើបមិនចាំបាច់ធ្វើដំណើរទៅណាមកណាមើលពេលឃើញកូនសោកសៅទើបនាងបដូរប្រធានបទនិយាយឲ្យម៉ាក់ស្ដាប់បន្តិចមើលតើកូនធ្វើអីខ្លះពេលម៉ាក់មិននៅពេលម្ដាយសួរបែបនេះអាល្អិតរបស់នាងក៏បដូរភាពសោកសៅទៅជាសាច់ខឹកហើយរៀបរាប់រឿងដែលខ្លួនធ្វើកំឡុងពេលដែលនាងមិននៅដោយសំឡេងចែកខ្ញុំលេងជាមួយលោកតាដដែលនឹងលោកយាយក៏ធ្វើគុកគីឲ្យញ៉ាំខ្ញុំចូលចិត្តណាស់ល្អនាងសរសើរកូនប្រុសហើយកូនធ្វើជាក្មេងល្អឬអត់អេរ៉ុនកូនប្រុសរបស់នាងជាក្មេងឆ្លាតនិងរប៉រប៉យប៉ុន្តែគេជាប្រភេទមនុស្សរុះរាយរងបែបស្ងាត់អេរ៉ុនមិនសូវរុះរាយដាក់នរណាតែបើសិទ្ធស្នេហ៍នឹងបង្ហាញធាតុពិតមានចរិតចូលចិត្តដេញដោលនិងរប៉រប៉យចេញមកភ្លាមខ្ញុំជាក្មេងល្អអាល្អិតប្រកែកភ្លាមបណ្ណាក៏រូបភាពចេញថាកូនប្រុសរបស់នាងធ្វើរកសម្លក់សម្លឹងដាក់ទូរស័ព្ទអ៊ំភិតនិងប៉ាប៉ាសរសើរខ្ញុំថាខ្ញុំមិនរឹងប្រយោគអះអាងបន្ទាប់ធ្វើឲ្យនាងក្រមុំអស់សំណើចបាវិសាចទោព្យាយាមរកសាក់សីមិនន័យថាដឹងថាខ្លួនឯងរឹងក្បាលណាស់ល្អណាស់តែទោះជាយ៉ាងណាក៏នាងមិនស្ដីបន្ទោសឲ្យកូនព្រមអឺអើតាមត្រឡប់ទៅវិញម៉ាក់នឹងឲ្យរង្វាន់យេអ្នកចង់ខ្សែស្រែកហូរសប្បាយមិនដឹងថាព្រោះសប្បាយដែលនាងត្រឡប់ទៅវិញឬសប្បាយចិត្តដែលនាងឲ្យរង្វាន់ឆាប់មកវិញម៉ាក់ចង់ប្រយោគអាឡិតនៅតែដកធ្វើឲ្យនាងសាច់ចាញ់ទឹកភ្នែកមានស្ដីសុខនិងឈឺចាប់ក្នុងទ្រូងនាងមានស្ដីសុខព្រោះកូនប៉ុន្តែឈឺចាប់ព្រោះខ្លាចបាត់បង់កូនចាម៉ាក់នឹងឆាប់ត្រឡប់ទៅវិញណានាងតបទោះដឹងច្បាស់ថាមិនអាចត្រឡប់ទៅវិញបានថ្ងៃនេះឬស្អែកក៏ដោយខ្ញុំស្រឡាញ់ម៉ាក់ក៏ស្រឡាញ់កូនដែរអេរ៉ុនស្រឡាញ់បំផុតម៉ាក់នឹងធ្វើគ្រប់យ៉ាងដើម្បីយើងបានរស់នៅជាមួយគ្នាជារៀងរហូតម៉ាក់សន្យានាងដាក់ទូរស័ព្ទដៃចុះហើយដកដង្ហើមវែងតែតឹងចិត្តពេលនឹកដល់ស្ត្រីម្នាក់ប្រហែលជាស្រឡាញ់កូនខ្លាំងដូចនាងដែរទៅបានជាធ្វើរឿងបែបនេះ
ព្រោះតែស្រឡាញ់ទើបចង់ឲ្យកូនបាននៅរបស់ដែលល្អនាងធ្លាប់ស្អប់កូនគូនដែលត្រូវដាក់សម្ពាធទុកសោកនឹងការមិនព្រមទទួលស្គាល់រហូតបានធ្វើជាម្ដាយទើបយល់ថាភាពជាម្ដាយគឺតែងតែចង់បានរបស់ល្អបំផុតឲ្យកូនជានិច្ចនាងក៏អញ្ចឹងដែរហើយម្ដាយរបស់ Eden ក៏ដូចគ្នាព្រោះហេតុផលនាងគិតដល់ភាពជូរចត់ដូច្នេះហើយទៅម្ដាយរបស់ Edison កម្ចាត់នាងចេញឲ្យផុតពីជីវិតរបស់ Eden និងព្រោះវិធីនោះទើបនាងបានដឹងថា Eden ចាត់ទុកនាងត្រឹមតែជាស្រីកំដររងចាំថ្ងៃតបចោលប៉ុណ្ណោះបណ្ណាញាក់ខ្លួនគណៈដើរអង្គុយឈ្ងក់មុខឈ្ងក់មាត់ទល់មុខស្ត្រីវ័យកណ្ដាលដែលនៅតែរក្សាសម្រស់បានស្អាតប៉ុន្តែអ្វីក៏មិនអាចធ្វើឲ្យខ្លំខ្លាចបានដូចខ្សែភ្នែករបស់អ្នកដែលសម្លឹងមើលមកត្រង់ៗការប្រមាថមើលងាយជន់ឈ្លីស្អកខ្ពើមនេះជាលើកដំបូងដែលនាងបានជួបស្ត្រីម្នាក់នោះបន្ទាប់ពីស្ត្រីម្នាក់នោះធ្លាប់បញ្ជូនមនុស្សមករកពី3នាក់ឲ្យទទួលយកប្រាក់ពី3ដងប៉ុន្តែនាងបដិសេធរហូតនាងមិនមែនជាស្រីលក់ខ្លួននាងស្រឡាញ់Edenនាងប្រហែលដឹងហើយថាខ្ញុំជាអ្នកណាស្ត្រីវ័យកណ្ដាលដ៏ថ្លៃថ្នូរនិយាយដោយសំឡេងរាបស្មើកិរិយាប្រាប់បដិងថាខ្លួនប៉ានប្រមាណឲ្យតម្លៃនាងជាមនុស្សទុច្ចទាបបណ្ណាអោតមុខជ្រប់បេះដូងឈឺចុកចាប់នឹងខ្សែភ្នែកប្រមាថមើលងាយប៉ុន្តែទោះជាដូច្នេះក៏នាងអត់ធ្មត់នេះជាម្ដាយរបស់ដែលនាងស្រឡាញ់នាងត្រូវតែពិសោធន៍ខ្លួនឯងនឹងធ្វើគ្រប់យ៉ាងដើម្បីឲ្យស្ត្រីនៅចំពោះមុខបានដឹងថានាងស្រឡាញ់កូនប្រុសរបស់គាត់ដោយស្មោះស្រឡាញ់Edison មិនមែនប្រាក់របស់Edison ដូចដែលអ្នកចំពោះមុខព្យាយាមញាត់ញីឲ្យនាងតាមតម្រូវការនាងក៏ដឹងថ្ងៃមួយខ្លួនត្រូវបានជួបម្ដាយរបស់ Eden ជាង8ខែដែលរស់នៅជាមួយគេបែបលួចលាក់នៅខែទី3អ្នកចំពោះមុខក៏បញ្ជូនមនុស្សឲ្យមកជួបអមដោយសំណើនានាមកចុកខ្យាជាមួយនឹងចំណិចនាងមិនធ្លាប់ប្រាប់អ្នកណានាងបដិសេធយ៉ាងសុភាពតែដាច់ខាតជានិច្ចនាងខ្ញុំដឹងនាងតបយ៉ាងសុភាពទួយភ័យខ្លាចតែក៏ប្រឹងលាក់អាការៈនោះបបោមកក្រហមអ្នកចេញជាស្នាមញញឹមរៀមដៃសាឡូនដែលលាបថ្នាំកញ្ចក់ពណ៌ដូចគ្នាលើកពេញតែចាប់យ៉ាងសុភាពច្រើនដងដែលខ្ញុំព្យាយាមចរចាជាមួយនាងតែត្រូវនាងបដិសេធរហូតនាងខ្ញុំមិនអាចទទួលយកបាននាងខ្ញុំមិនត្រូវការប្រាក់ខ្ញុំដឹងស្នាមញញឹមរបស់ស្ត្រីវ័យចាស់ធ្វើឲ្យអ្នកមើលមានអារម្មណ៍ដល់ស្នាមញញឹមដែលជាមេប៉ុមរបស់ Edison ពេលដែលដេញក្តានរបស់គេឲ្យទល់ច្រកទើបខ្ញុំគិតថាដល់ពេលដែលត្រូវនិយាយគ្នាជាមួយនាងដល់ផ្ទាល់មុនពេលដែលនាងលេចលង់ជាងនេះនាងក្រមុំសង្ស័យថាលេចលង់ជាងនេះជាអ្វីតែក៏មិនបានសួរខ្ញុំណាត់ Eden នៅទីនេះខ្ញុំចង់ឲ្យនាងនៅជាមួយចា៎នាងមិនយល់នឹងងឿចោជាខ្លាំងថាតែស៊ីលីត្រូវការឲ្យនាងនៅដើម្បីអ្វីខ្ញុំចង់ធ្វើឲ្យនាងភ្លឺភ្នែកនាងច្រមុះហើយគ្មានអ្វីដែលធ្វើឲ្យមនុស្សយើងភ្លឺភ្នែកបានដូចដឹងការប៉ັດស្អែកនាងមករកខ្ញុំហើយនាងបានដឹងថានាងបានត្រឹមតែជាស្អីសម្រាប់ Edison នាងក្រមុំចង់ចិញ្ចើមខ្ញុំជាគូស្នេហ៍របស់ Eden នាងមិនចេះឲ្យទឹកមុខមើងម៉ាត់តែស្ត្រីវ័យចាស់បែរជាអស់សម្លាញ់ហើយសំទោសនាងទាំងតែខ្សែភ្នែកមើលមកហាក់ដូចជាសង្វេគអញ្ចឹងស្អែកនាងកាន់តែត្រូវមកនឹងបានដឹងថានាងជាគូស្នេហ៍ឬគ្រាន់តែជាអ្នកដែលត្រូវចិត្តបោះបង់ប្រយោគនោះធ្វើឲ្យនាងក្រកដួលសម្លឹងមើលអ្នកនិយាយដោយភាពស្រឡាំងកាំងហើយបន្ទាប់ពីនោះទើបដឹងថាអ្វីដែលស្ត្រីម្នាក់នោះនិយាយគឺជាពាក្យស្រីបម្រើអារម្មណ៍នេះឯងប៉ុន្តែទម្រាំដឹងបេះដូងរបស់នាងក៏បែកខ្ទេចខ្ទីអស់ទៅហើយ